ជាកិច្ចចាប់ផ្ដើមនាងខ្ញុំសូមគោរពឯកឧត្តមបណ្ឌិតលីឆេងតំណាងរាជមណ្ឌលរាជធានីភ្នំពេញស្ថាបនិកនិងជាអគ្គនាយកនៃ BELT គោរពព្រមទាំងលោកជំទាវជាទីគោរពដ៏ខ្ពង់ខ្ពស់សូមគោរពថ្នាក់ដឹកនាំ BELT លោកគ្រូអ្នកគ្រូអ្នកអាណាព្យាបាលសិស្សនិងសិស្សានុសិស្សទាំងអស់ដែលមានវត្តមាននៅទីនេះសូមគោរពនឹងជម្រាបសួរនាងខ្ញុំឈ្មោះចិនសេងប៊ីជាសិស្សនិទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ2025ហើយក៏ជាអតីតសិស្សដែលមកពីសាលា BELT អន្តរជាតិទី10សាខាអង្គទឹកអូឡ িম্প ិកផងដែរចំពោះថ្ងៃនេះនាងខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលទទួលបានការអនុញ្ញាតក្នុងការឡើងមកចែករំលែកបទពិសោធន៍ដែលតាក់ទងទៅនឹងការរៀនសូត្រខ្លះៗហើយជាក់ស្ដែងកត្តាដែលធ្វើឲ្យនាងខ្ញុំទទួលបាននូវលទ្ធផលល្អក្នុងការសិក្សាគឺមានការចូលរួមពី4កត្តាសំខាន់ៗរួមមានកត្តាខ្លួនឯងកត្តាគ្រួសារកត្តាសាលារៀននិងកត្តាសង្គមទី1នោះគឺកត្តាខ្លួនឯងការសិក្សាអស់រយៈពេល12ឆ្នាំរបស់យើងទាំងអស់គ្នាត្រូវបានបញ្ចប់ត្រឹមតែរយៈពេល2ថ្ងៃប៉ុណ្ណោះនៃការប្រឡងដ៏សំខាន់មួយអញ្ចឹងហើយថាតើនៅភាពបញ្ចប់នៃជីវិតជាសិស្សវិទ្យាល័យហ្នឹងយើងនឹងតាក់តែងឲ្យវាចប់ទៅដោយបែបណាដូច្នេះជំហានដំបូងអ្វីដែលសិស្សទី12ទាំងអស់ត្រូវធ្វើមុនគេហ្នឹងគឺជាការកំណត់គោលដៅឲ្យបានជាក់លាក់សម្រាប់ខ្លួនឯងថាតើចង់បាននិទេសអីហើយបើសិនជាយើងចង់ទទួលបាននូវលទ្ធផលមួយដែលថាល្អប្រសើរអ្នកទាំងអស់គ្នាត្រូវតែហ៊ានទទួលយកនៅភាពលំបាកនៅក្នុងថ្នាក់ទី12នេះយើងកុំគិតថាចង់សល់ពេលវេលាទំនេរច្រើនកុំកុហកខ្លួនឯងថាចាំបន្តិចទៀតចាំរៀនហើយក៏កុំហ៊ានតាមអារម្មណ៍តែជំនួសមកវិញនៅការបង្កើតទម្លាប់នៃការរៀនជាប្រចាំហើយរក្សាការខិតខំនឹងឲ្យមានស្ថិរភាពផងពិសេសយើងកុំបែងចែកថាយើងរៀនតែមុខវិជ្ជាណាដែលយើងចូលចិត្តទេផ្ទុយទៅវិញយើងត្រូវតែធ្វើម៉េចឲ្យមុខវិជ្ជាដែលយើងត្រូវប្រឡងទាំងអស់គឺបានល្អប្រហាក់ប្រហែលគ្នានិយាយដល់មុខវិជ្ជាទាំងអស់ចំពោះមុខវិជ្ជាផ្នែកលំហាត់ឬមួយក៏ការគណនាហ្នឹងវាទាមទារឲ្យយើងមានការយកចិត្តទុកដាក់ខ្ពស់អនុវត្តលំហាត់ឲ្យបានច្រើនកុំរំលងកុំមើលងាយលំហាត់អីដែលសំខាន់ហ្នឹងត្រូវតែសុំការណែនាំពីលោកគ្រូអ្នកគ្រូតាក់ទងទៅនឹងរបៀបនៅក្នុងការសរសេរនៅលើសន្លឹកកិច្ចការឲ្យបានត្រឹមត្រូវដោយសារតែនៅពេលប្រឡងបើទោះបីជាលំហាត់ហ្នឹងយើងចេះឬមួយក៏ធ្វើចេញក៏ដោយក៏មិនប្រកាសថាបានបន្ទុកពេញដែរបើសិនជារបៀបក្នុងការសរសេររបស់យើងហ្នឹងនៅមានចំណុចខ្វះខាតនៅឡើយមកដល់មុខវិជ្ជាផ្នែកទន្ទិញវិញគឺខ្ញុំតែងតែទន្ទិញមេរៀននៅរៀងរាល់ចុងសប្តាហ៍សម្រាប់ខ្ញុំជាសិស្សម្នាក់ដែលថាពិបាកទន្ទិញមេរៀនទន្ទិញពិបាកចាំហើយងាយភ្លេចទៀតអញ្ចឹងហើយជាដំណោះស្រាយគឺខ្ញុំខិតខំស្វែងយល់ពីអត្ថន័យឬមួយខ្លឹមសារនៃមេរៀនហើយខ្ញុំក៏ទទួលស្គាល់ដែរថាទៅលើមុខវិជ្ជាជីវៈគឺមានពាក្យបច្ចេកទេសច្រើនដែលវានៅតែទាមទារឲ្យយើងនឹងប្រើប្រាស់ការចងចាំដដែលអញ្ចឹងហើយគឺវាអត់មានអីឈ្នះនៅទម្លាប់ដែលយើងធ្វើវាត្រែទេបើសិនជាទន្ទិញ5ដងហើយនៅតែអត់ចាំត្រូវឡើងឲ្យដល់10និយាយឲ្យខ្លីទៅយើងធ្វើឲ្យអស់ពីលទ្ធភាពដើម្បីជៀសវាងកុំឲ្យមានពាក្យថាស្ដាយក្រោយដោយឡែកអ្វីដែលគួរឲ្យកត់សម្គាល់នៅពេលដែលឡើងមកដល់ថ្នាក់ទី12ដំបូងប្រកាសណាសិស្សដែលគាត់មានក្តីប្រាថ្នាថាចង់បាននិទេសល្អហ្នឹងតែមានការខិតខំខ្លាំងក៏ប៉ុន្តែភាពពុះកញ្ជ្រោទាំងអស់ហ្នឹងវាកើតមានឡើងត្រឹមតែរយៈពេលប្រហែលខែដំបូងឯងជាហេតុដែលធ្វើឲ្យកម្លាំងចិត្តក្នុងការរៀនសូត្រហ្នឹងវាអត់សូវមុតស្រួយដូចមុនទៀតហើយគោលដៅដែលយើងចង់បាននិទេសល្អពីដើមឆ្នាំហ្នឹងវាធ្លាក់មកសល់ត្រឹមតែពាក្យថាសុំតែមកជាប់បានហើយអញ្ចឹងហើយនៅត្រង់ចំណុចហ្នឹងយើងត្រូវតែចេះរក្សាលំនឹងផ្លូវចិត្តខ្លួនឯងសម័យទៅដល់ថ្ងៃដែលប្រកាសលទ្ធផលហើយនឹងរំលឹកខ្លួនឯងថាពេលវេលានៃការប្រឡងហ្នឹងវាខិតចូលមកដល់ហើយដែលវាមិនមែនជាពេលដែលយើងត្រូវទម្លាក់ដៃទេតែវាជាពេលវេលាមួយដែលយើងត្រូវខិតខំដុសខាត់សមត្ថភាពដើម្បីត្រៀមខ្លួនសម្រាប់ការប្រឡងទី2គឺកត្តាគ្រួសារនិយាយដល់ប៉ាម៉ាក់របស់ខ្ញុំគាត់មិនមែនជាអ្នកមានអីទេប៉ុន្តែគាត់ឲ្យតម្លៃលើការសិក្សារៀនសូត្រហើយតែងតែចង់ឃើញខ្ញុំនឹងមានចំណេះដឹងទូលំទូលាយចេះជួយខ្លួនឯងរស់នៅក្នុងនាមជាពលរដ្ឋល្អម្នាក់នៅក្នុងសង្គមហើយអ្វីដែលខ្ញុំយកឃើញថាដែលខ្ញុំអាចធ្វើដើម្បីគ្រួសារបានហ្នឹងគឺជាការស្គាល់ពីពាក្យថាតួនាទីហើយឆ្លៀតក្នុងឱកាសនេះនាងខ្ញុំសូមសម្ដែងការគោរពដឹងគុណជូនចំពោះក្រុមគ្រួសារពិសេសគឺប៉ាម៉ាក់របស់ខ្ញុំដែលបានបង្កើតគ្រួសារដែលមានសុភមង្គលជាគ្រួសារមួយដែលគ្មានការឆ្លោះប្រកែកគ្នាដែលអាចធ្វើឲ្យខ្ញុំនឹងផ្ដោតអារម្មណ៍បានទាំងស្រុងលើការសិក្សាហើយនឹងការជ្រោមជ្រែងគាំទ្រលើកទឹកចិត្តហើយនឹងការទំនុកបម្រុងគ្រប់សពបែបយ៉ាងនៅក្នុងដំណើរដ៏វែងឆ្ងាយមួយនេះទី3គឺកត្តាសាលារៀនចំពោះខ្ញុំជាសិស្សម្នាក់ដែលរៀននៅសាលា BELT អន្តរជាតិតាំងពីថ្នាក់ទី1មកម្លេះ
អានិយាយបានថាខ្ញុំដឹងគុណសាលាណាស់ដោយសារតែខ្ញុំរៀនចេះបានច្រើនហើយមានដើមទុនចេញពីសាលាផ្ទាល់តែម្ដងដោយហេតុថានៅទីនេះមិនត្រឹមតែមានប្រព័ន្ធអប់រំល្អទេថែមទាំងមានកម្មវិធីប្រកួតប្រជែងច្រើនទៀតហើយជាក់ស្ដែងខ្ញុំជាសិស្សដែលចូលរួមក្នុងកម្មវិធីប្រកួតប្រជែងសាលាតាំងពីថ្នាក់ទី3មកដែលទទួលបានឱកាសច្រើនមែនទែនពីសាលាមិនថាការអភិវឌ្ឍសមត្ថភាពភាពក្លាហានភាពចុះសម្រុងក្នុងសង្គមនិងឱកាសអាហារូបករណ៍ជាដើមដូច្នេះនាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមបណ្ឌិតលីឆេនិងលោកជំទាវព្រមទាំងគណៈគ្រប់គ្រងសាលាគ្រប់ជាន់ថ្នាក់ដែលតែងតែពង្រឹងគុណភាពសាលារៀននិងខិតខំប្រឹងប្រែងនៅក្នុងដំណើរបេសកកម្មនៃការកសាងធនធានមនុស្សជំនាន់ក្រោយមួយនេះសូមគោរពដឹងគុណជូនចំពោះលោកគ្រូអ្នកគ្រូគ្រប់រូបចាប់តាំងពីថ្នាក់បឋមសិក្សាមកដែលបានលះបង់អស់ពីកម្លាំងកាយចិត្តយកចិត្តទុកដាក់ក្នុងការបង្រៀនការទូន្មានហើយនឹងការបង្ហាត់បង្ហាញប្រកបទៅដោយព្រហ្មវិហារធម៌ទី4គឺកត្តាសង្គមពីមុនខ្ញុំធ្លាប់តែឮពាក្យថាសង្គ្រាមហើយក៏ដែរនឹកស្មានដែរថាខ្លួនឯងបានពលអារម្មណ៍ពិតនៃពាក្យថាសង្គ្រាមឯងអ្វីដែលបានរៀនសូត្រជុំវិញភាពឈឺចាប់ទាំងអស់ហ្នឹងគឺបានបង្ហាញឲ្យយើងដឹងថាតាមពិតទៅបងប្អូនខ្មែរយើងចេះស្រឡាញ់ចេះរួបរวมសាមគ្គីគ្នាអីដែលសំខាន់បានដឹងពីទុក្ខលំបាករបស់រាជរដ្ឋាភិបាលស្គាល់ពីតម្លៃពិតនៃវីរៈកងទ័ពពាក្យថាសន្តិភាពមួយម៉ាត់មិនអាចប្រព្រឹត្តទៅបាននៅក្រោមភ្នក់ភ្លើងនៃសង្គ្រាមស្នូលគ្រាប់កាំភ្លើងនិងការទម្លាក់គ្រាប់បែកបានឡើយអញ្ចឹងហើយទើបការអប់រំក្រោមម្លប់នៃសន្តិភាពជាការអប់រំមួយដែលពោរពេញទៅដោយភាពកក់ក្ដៅហើយមានប្រសិទ្ធភាពបំផុតក្នុងការកសាងមូលធនមនុស្សជំនាន់ក្រោយឆ្លៀតក្នុងឱកាសនេះនាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលបានខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាដ៏ស្មុគស្មាញមួយនេះដើម្បីនាំយកនូវសុខសន្តិភាពដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ពលរដ្ឋគ្រប់រូបសូមគោរពដឹងគុណជូនចំពោះវីរៈកងទ័ពកម្ពុជាដែលបានលះបង់សូម្បីតែអាយុជីវិតដើម្បីបុព្វហេតុជាតិថែមទាំងបានផ្ដាំផ្ញើប្រាប់កូនក្មួយចំនួនក្រោយថាឲ្យខិតខំរៀនព្រោះទឹកដីរបស់យើងមានពូអ៊ំការពារហើយដើម្បីឆ្លើយតបទៅនឹងការលះបង់ដ៏ធំធេងមួយនេះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ2025កន្លងទៅកូនក្មួយទូទាំងប្រទេសធ្វើបានល្អណាស់ដោយមានអត្រាជាប់រហូតដល់ 82.56% ហើយអត្រាសានិតេអេកើនឡើងដល់ 3003 នាក់សរុបជារួមមកកត្តាទាំង4ខាងលើនេះហើយដែលធ្វើឲ្យនាងខ្ញុំទទួលបានលទ្ធផលល្អក្នុងការសិក្សាហើយនាងខ្ញុំក៏ចង់ផ្ដាំផ្ញើទៅកាន់សិស្សថ្នាក់ទី12ទាំងអស់គ្នាដែរថានរណាក៏អាចយកនិទ្ទេសអេបានដែរឲ្យតែយើងនឹងមានការខិតខំហើយយកឲ្យបាននៅលំដាប់ពិន្ទុដែលបានកំណត់ទុកដោយយើងអត់ចាំបាច់ប្រកួតប្រជែងជាមួយនឹងអ្នកណាក្រៅពីការប្រកួតប្រជែងជាមួយនឹងភាពខ្ជិលច្រអូសហើយនឹងពាក្យថាចាំស្អែករបស់ខ្លួនឯងបើទោះបីជានាមជាសិស្សនិទ្ទេសអេវាអត់បានកំណត់អនាគតយើងមែនតែអ្វីដែលសំខាន់វាបង្ហាញពីការតាំងចិត្តភាពមានវិន័យលើខ្លួនឯងហើយការបំពេញតួនាទីក្នុងវ័យរបស់ខ្លួននឹងបានយ៉ាងល្អដែលវាស្ថិតក្រោមលទ្ធភាពដែលយើងអាចធ្វើបានដើម្បីខ្លួនឯងគ្រួសារនិងសង្គមជាចុងបញ្ចប់នាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមបណ្ឌិតលីឆេនិងលោកជំទាវព្រមទាំងអង្គពិធីទាំងមូលហើយក៏សូមប្រសិទ្ធពរជ័យជូនអង្គពិធីទាំងមូលឲ្យសមប្រកបទៅនឹងពុទ្ធពរទាំង4ប្រការកុំបីឃ្លៀងឃ្លាតឡើយសូមគោរពអរគុណនិងសូមអរគុណ